បាទសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំសូមអបអរសាទរខ្លួនឯងជាលើកទី2បាទប្រហែលជាជាង3ខែមុនបងប្អូនបានឃើញវីដេអូខ្ញុំមួយហើយគឺខ្ញុំបានធ្វើវីដេអូមួយដែលអបអរសាទរខ្លួនឯងដោយពេលនោះគឺ Labor Certificate របស់ខ្ញុំត្រូវបានអនុម័តដោយក្រសួងការងារអាមេរិកបាទមានថាការនោះគឺក្រសួងការងារអាមេរិកបានអនុម័តគឺខ្ញុំបានឆ្លងផុតជំហានទី1ហើយបាទហើយថ្ងៃនេះគឺសប្បាយចិត្តមែនទែនដោយសារនៅជំហានទី2នេះនៅ USCIS ក៏បានអនុម័តនៅតម្រង I-140 របស់ខ្ញុំបាទគឺបានអនុម័តជាផ្លូវការហើយដែលប្រើពេលត្រឹមតែ3ខែជាងតែប៉ុណ្ណោះបាទតែតាមពិតទៅគឺវាលឿនលើសការរំពឹងទុករបស់ខ្ញុំតាមធម្មតាដំណើរការនៅ USCIS សម្រាប់ normal processing ហ្នឹងគឺប្រើពេលអាច9ខែទៅ12ខែបាទតែ case របស់ខ្ញុំនេះគឺត្រឹមតែ3ខែជាងតែប៉ុណ្ណោះគឺខ្ញុំបានទទួលនៅ approval ហើយបាទតោះនេះក៏ចង់បញ្ជាក់ទៅបងប្អូនថាមកទល់នឹងថ្ងៃនេះថ្ងៃទី28ខែមករាឆ្នាំ2026នេះគឺដំណើរការ EBC គឺនៅដំណើរការធម្មតាមិនមានការផ្អាកឬក៏ប្រឈមនោះទេបើទោះបីជាមានព័ត៌មានឬក៏មានការផ្អាកនៅការចេញនៅ visa ឬក៏ទឹកតការសម្រាប់អន្តរប្រវេសន៍គឺគេបានផ្អាកមែនតែដំណើរការគ្រប់យ៉ាងគឺនៅដំណើរការបានធម្មតាហើយអ្វីដែលខ្ញុំចង់បង្ហាញនេះគឺជា I-140 របស់ខ្ញុំដែលត្រូវបាន USCIS គេ approve បាទអញ្ចឹងបើសិនជាមានព័ត៌មានអីទាក់ទងជាមួយនឹងការ update កម្មវិធី EBC នេះខ្ញុំនឹងធ្វើវីដេអូចែករំលែកបន្ថែមទៀតបាទសូមអរគុណ